រឿងព្រេងខ្មោចពិតដ៏រន្ធត់នៅផ្ទះ Amityville Horror នៅជាយក្រុង Amityville ដ៏ស្ងប់ស្ងាត់នៃ Long Island រដ្ឋ New York មានផ្ទះមួយខ្នងបែបរចនាប័ទ្ម Dutch Colonial ដែលមានលេខ112 Ocean Avenue ផ្ទះនេះមើលទៅស្រស់ស្ងាត់គួរឲ្យចង់គយគន់ណាស់ប៉ុន្តែជនជាងរបស់វាបានលាក់បាំងនៅប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតផុកខិតមួយដែលបានធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលនិងភ័យខ្លាចអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយយប់មរណៈរបស់គ្រួសារ DeFeo រឿងរ៉ាវដ៏គួរឲ្យរន្ធត់នេះបានចាប់ផ្ដើមនៅយប់ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ1974ជនល្មើស Ronald DeFeo Jr. អាយុ23ឆ្នាំបានយកកាំភ្លើងបាញ់សម្លាប់សមាជិកគ្រួសារទាំង6នាក់របស់ខ្លួនខណៈពួកគេកំពុងដេកលក់យ៉ាងស្ងប់ស្ងាត់នៅក្នុងគ្រែរៀងៗខ្លួនជនរងគ្រោះមានឪពុករបស់គាត់ឈ្មោះ Ronald DeFeo Sr. អាយុ43ឆ្នាំម្ដាយឈ្មោះ Louise DeFeo អាយុ43ឆ្នាំបងប្អូនស្រី Dawn អាយុ18ឆ្នាំ Allison អាយុ13ឆ្នាំនិងបងប្អូនប្រុស Mark អាយុ13ឆ្នាំ John Matthew អាយុ15ឆ្នាំឃាតខំដ៏សាហាវយងក្នុងនេះគ្មាននរណាដឹងពីមូលហេតុពិតប្រាកដឡើយដោយ Ronald Jr. បានអះអាងថាគាត់បានឮសំឡេងនៅក្នុងផ្ទះនោះប្រាប់ឲ្យគាត់ធ្វើឃាតកម្មនេះសាកសពរបស់ពួកគេត្រូវបានគេរកឃើញនៅក្នុងទីតាំងដេកផ្អាប់មុខដូចគ្នាទាំងអស់ដែលជារឿងដ៏ចម្លែកនិងគួរឲ្យព្រឺខ្លាចគ្រួសារ Lutz ចូលនៅនឹងការចាប់ផ្ដើមនៃភាពភ័យរន្ធត់មួយឆ្នាំក្រោយមកគឺនៅខែធ្នូឆ្នាំ1975គ្រួសារ Lutz ដែលមានលោក George Lutz លោកស្រី Cassie Lutz និងកូន3នាក់របស់ពួកគេបានសម្រេចចិត្តទិញផ្ទះដ៏ធំទូលាយនេះក្នុងតម្លៃទាបមិនគួរឲ្យជឿពួកគេបានដឹងពីប្រវត្តិដ៏ខ្មៅងងឹតរបស់ផ្ទះនេះប៉ុន្តែសង្ឃឹមថាភាពស្រស់ស្អាតនិងទំហំផ្ទះនឹងធ្វើឲ្យពួកគេបំភ្លេចរឿងអតីតកាលដ៏ឈឺចាប់នោះបានពួកគេគិតថាវាជាផ្ទះក្នុងក្តីស្រមៃរបស់ពួកគេប៉ុន្តែសុបិនដ៏ស្រស់ស្អាតនោះបានคล้ายជាសុបិនអាក្រក់យ៉ាងឆាប់រហ័សត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីពួកគេផ្លាស់ចូលនៅភាពចម្លែកក៏បានកើតឡើងក្លិនស្អុយរលួយដូចសាច់ងាប់បានចាប់ផ្ដើមផុសចេញពីកន្លែងណាមួយក្នុងផ្ទះហើយរាលដាលពាសពេញបរិវេណផ្ទះទាំងមូលសីតុណ្ហភាពក្នុងបន្ទប់មួយចំនួនបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ញាក់ឆ្អឹងខណៈបន្ទប់ផ្សេងទៀតក្តៅហួតហែងហួសហេតុ George ចាប់ផ្ដើមមានអារម្មណ៍ងងុយទាងមិនគ្រប់គ្រាន់និងមានការផ្លាស់ប្ដូរចារឹកលក្ខណៈដោយតែងតែខឹងសម្បារនិងត្រចៀកមុខហួសហែកូនរបស់ពួកគេក៏ចាប់ផ្ដើមមានសុបិនអាក្រក់ជាប្រចាំហើយកូនស្រី Permissy បានបង្កើតមិត្តស្រមៃម្នាក់ឈ្មោះ Jody ដែលមានភ្នែកក្រហមឆៅដូចជ្រូកការវាយប្រហាររបស់វិញ្ញាណអាក្រក់អ្វីៗបានកាន់តែអាក្រក់ទៅវត្ថុនៅក្នុងផ្ទះបានចាប់ផ្ដើមធ្វើចលនាដែលខ្លួនឯងទ្វារបើកបិទលន់លឺស្នូរក្រាក់ដោយគ្មានអ្នកប៉ះពាល់រូបភាពដែលព្យួរនៅលើជញ្ជាំងបានរលំចុះមកដីដោយមិនដឹងមូលហេតុចតនិង Cassie បានឮសំឡេងកោះទ្វារឮសំឡេងជើងដាវចុះឡើងនៅជាន់ខាងលើទាំងយប់បើទោះជាគ្មាននរណាម្នាក់នៅទីនោះក៏ដោយថ្ងៃមួយចតបានឃើញផុកពណ៌បៃតងរអិលចេញពីជញ្ជាំងក្នុងបង្គន់ដែលមានក្លិនស្អុយគួរឲ្យចង់ក្អួតការភ័យខ្លាចបានកោនឡើងដល់កម្រិតកំពូលនៅពេលយប់ក្រែបានចាប់ផ្ដើមរើកម្រើកដោយខ្លួនឯងខណៈពេលពួកគេកំពុងដេកកូនរបស់ពួកគេបាននិយាយថាពួកគេបានឃើញស្រមោលខ្មៅដើរឆ្លងកាត់បន្ទប់ហើយ Missy បានប្រាប់ថា Jody កំពុងលេងជាមួយនាងក្លិនក្រអូបឈ្ងុយដោយទឹកអប់ក៏បានបន្លំលេតឡើងហើយបាត់ទៅវិញយ៉ាងលឿនជំនួសដោយក្លិនស្អុយប្រហើរនៃសាច់រលួយ George និង Kathy ស្ទើរតែបាក់បង់ស្មារតីទៅហើយ George តែងតែភ្ញាក់ពីដំណេកនៅម៉ោង 3:15 ព្រឹកជារៀងរាល់ថ្ងៃដែលជាម៉ោងដែលគ្រួសារ DeFeo ទៅបានគេសម្លាប់គាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងព្យាយាមគ្រប់គ្រងគាត់កាន់តែឯកាឆាប់ខឹងហើយតែងតែអង្គុយត្រង់កន្លែងដាក់ភ្លើងដោយមិនព្រិចភ្លេចសំឡេងមរណៈនិងការភៀសខ្លួនពេលមួយ Kathy បានភ្ញាក់ឡើងទាំងញ័រខ្លួនដោយសារនាងបានឮសំឡេងខ្សឹបខ្សៀវដ៏ត្រជាក់នៅក្នុងបន្ទប់របស់នាងវាជាសំឡេងបរោះចាស់ជរាដែលលាន់ឮតិចថាចេញពីផ្ទះខ្ញុំសំឡេងនោះកាន់តែឮច្បាស់និងគំហកខ្លាំងឡើងរហូតដល់ Kathy គិតថា
បេះដូងនាងអាចនឹងធ្លាយចេញមកក្រៅអស់សង្ឃឹមគ្រួសារ Lutz បានអញ្ជើញបូជាចារ្យម្នាក់មកធ្វើពិធីប្រព្រំផ្ទះប៉ុន្តែនៅពេលបូជាចារ្យនោះកំពុងធ្វើពិធីគាត់ស្រាប់តែឮសំឡេងបរិសុទ្ធមួយស្រែកកំហកដាក់គាត់យ៉ាងខ្លាំងថាចេញទៅ Get out បូជាចារ្យនោះក៏បានរត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោហើយបានព្រាមានគ្រួសារ Lutz ឲ្យនៅឆ្ងាយពីបន្ទប់មួយនៅជួរទី2របស់ផ្ទះរយៈពេល28ថ្ងៃគឺជាពេលវេលាដ៏យូរអង្វែងបំផុតសម្រាប់គ្រួសារ Lutz នៅក្រោមការគំរាមកំហែងពីវិញ្ញាណអាក្រក់ដែលមិនអាចមើលឃើញពួកគេមិនអាចទ្រាំទ្រនឹងភាពភ័យរន្ធត់នេះបានទៀតទេនៅថ្ងៃទី14ខែមករាឆ្នាំ1976ពួកគេបានសម្រេចចិត្តរត់ចេញពីផ្ទះនោះទាំងកណ្ដាលយប់ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិទាំងអស់របស់ពួកគេបានរត់ទាំងមិនមើលក្រោយទាំងសំឡេងគំហើកចេញទៅនៅតែលាន់ឮរំពងនៅត្រចៀករឿងរ៉ាវដ៏រន្ធត់របស់គ្រួសារ Lutz បានក្លាយជាប្រធានបទដ៏ល្បីល្បាញដែលបានបំផុសគំនិតឲ្យមានការសរសេរសៀវភៅ The Amityville Horror: A True Story នៅឆ្នាំ1977និងភាពយន្តជាច្រើនទៀតទោះបីជាមានការជជែកវែកញែកជាច្រើនអំពីការពិតនៃរឿងនេះក៏ដោយក៏រឿងព្រេងនៃផ្ទះ112 Ocean Avenue និង Amityville នៅតែបន្តធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាចនិងព្រឺឆាំងខ្នងរហូតមកដល់សព្វថ្ងៃផ្ទះនោះបានបន្សល់ទុកនូវអាថ៌កំបាំងដែលមិនទាន់ដោះស្រាយហើយចិញ្ចៀងរបស់វាហាក់ដូចជានៅតែរក្សានៅសំឡេងខ្សឹបខ្សៀវនៃទុក្ខសោកនិងការឈឺចាប់ដែលបានកើតឡើងនៅក្នុងនោះ